បងប្អូនទាំងអស់គ្នាចានៅប្រទេសកូរ៉េក៏មានដែរនៅតែមានដែរបងតូចបងធំគ្រាន់ថាវាមិនច្រើនប្រហែលណាប៉ុន្តែនៅតែមាននេះគឺក្រុមបងតូចបងធំចំនួន6នាក់សិតតែប្រុសទាំងអស់ហើយគាត់បានចែកលុយគ្នាចាហើយនៅពេលគាត់បានលុយគាត់ក៏រົບចាឲ្យនំតូនខ្លាំងណាស់ពួកបងតូចបងធំហើយការនេះកើតមាននៅខាងក្រុងគីតូខូយ៉ាងស៊ីនៅខាងអ៊ីលសានចាហើយគាត់ជួនអីក៏ប៉លីសគាត់ដើរឆ្លងកាត់ណាគាត់ចេះតែមើលចេះឆ្ងល់ចែកអីវាជុំដូចថារៀងប្លែកណាក៏ប៉លីសម្នាក់គាត់ដើរបែរមកក្រោយវិញណាដើរហើយគាត់ទៅសួរថាកំពុងធ្វើអីហ្នឹងហើយចែកលុយគ្នានៅកូរ៉េបងប្អូនទោះជាយើងចែកលុយគ្នាក៏ដោយភាគច្រើនគេច្រើនចែកការដែលយើងយកលុយចែកទាំងដុំក៏វាជារឿងមួយដែរប៉លីសថាធ្វើអីហ្នឹងហើយលុយក៏ដាក់50000អីក៏ច្រើនម៉េះគាត់ថាអញ្ចឹងហើយគាត់សួរទៀតថាហើយទៅមិនបរោះម្នាក់គាត់ថាហ្នឹងជាលុយប្រាក់ខែហើយលុយប្រាក់ខែអីគាត់រឿងផ្លែក៏ប្លេហ្នឹងសុំ ID card ណាអត្តសញ្ញាណប័ណ្ណមើលចានៅពេលដែលគាត់5នាក់ហ្នឹងគាត់5នាក់ហ្នឹងគាត់ឲ្យពិនិត្យមើលទៅគឺដូចរបស់គាត់ពិតប្រាកដមែនណាប៉ុន្តែម្នាក់ទៀតគឺបរោះវ័យខ្ទង់30ឆ្នាំហ្នឹងគាត់ឲ្យអត្តសញ្ញាណប័ណ្ណមើលហើយប៉ុន្តែប៉ូលីសគាត់ពិនិត្យមើលហើយពិនិត្យទៀតថាមុខគាត់ដូចគ្នាមុខអត្តសញ្ញាណប័ណ្ណហើយនឹងមុខមនុស្សហ្នឹងខុសគ្នាលេខអត្តសញ្ញាណប័ណ្ណនោះមិនមែនលេខគាត់ដែរអញ្ចឹងណាហើយប៉ូលីសគាត់ចេះតែសួរទៀតគាត់ថាត្រូវហើយគាត់របស់គាត់មែនណាហើយថៃហេតុអីបានជាមិនជឿគាត់អញ្ចឹងគាត់បានរៀងកវៀងនាំគ្នាងើបឈរចានៅពេលងើបឈរអញ្ចឹងទៅគាត់ឈរឡើងអញ្ចឹងប៉ូលីសគាត់ថានៅចាំផ្លែចាំគាត់ទៅយកឡានប៉ូលីសមកស្រាប់ហើយគាត់ងើបឈរបរោះហ្នឹងគាត់លោតលើដីអញ្ចឹងលោតដើម្បីឲ្យសញ្ញាគ្នាគាត់អញ្ចឹងឲ្យរត់ណាបងប្អូនគាត់លោតប៉ាក់អញ្ចឹងទៅក៏គ្នាគាត់4-5នាក់រត់ខ្វាចទៅក៏គេចាប់បានបរោះហ្នឹងមេគេអាយុវ័យ30ឆ្នាំហ្នឹងណាគាត់ចាប់ផ្ដើមលោតដើម្បីឲ្យសញ្ញាហើយទៅភៀសខ្លួនអស់អញ្ចឹងក៏គាត់ចាប់បានប៉ូលីសចាប់បានម្នាក់ហ្នឹងនៅពេលចាប់បានគាត់ហើយគេមើលប្រវត្តិរូបសង្ខេបរបស់គាត់យករបស់គេមកប្រើប្រាស់ទៀតហើយមួយទៀតគាត់ខាងប៉ូលីសគេកំពុងតែដាក់ដេកាដេញតាមចាប់គាត់ដែរដោយសារគាត់ប្រព្រឹត្តអំពើខុសច្បាប់ច្រើនណាហើយគាត់ហ្នឹងគឺមិនមែននៅខាងអ៊ីលសាហ្នឹងទេគាត់នៅខាងថេគូគេបញ្ជូនគាត់ទៅខាងតំបន់ដែលគាត់រស់នៅនោះវិញចាសូមអរគុណនិងជម្រាបលា